ជាយាមមកជួយកសាងព្រះអង្គនេះជាវិធីសាស្ត្រនៃការអប់រំជួយស្របហើយការបណ្ដុះបញ្ញានេះញាតិញោមជាអានិសង្សជាធម្មទានដល់ក្រៃលែងព្រោះទានឲ្យបញ្ញានេះជាទានមានអានិសង្សច្រើនណាស់ទានអានិសង្សច្រើនណាស់ផ្ដល់នៅការនៅពុទ្ធិនៅគតិបណ្ឌិតនៅបញ្ញាញាណដល់មនុស្សម្នាក់សម្រាប់ការរស់នៅក្នុងដំណើរជីវិតរបស់ខ្លួននឹងគឺជាផលអានិសង្សដ៏ក្រៃលែងអញ្ចឹងបកូណាប្រសង់តាមបណ្ដាវត្តនានាគួរតែវត្តដែលមានបណ្ណាល័យហើយនឹងរៀបចំបណ្ដុះបណ្ដាលតម្កល់ឯកសារអីទាំងអស់ហ្នឹងបណ្ដុះភិក្ខុសាមណេរនិងពួកយុវជននៅក្បែរនោះឲ្យបានយល់អំពីប្រពៃណីអំពីវប្បធម៌អីទាំងអស់ហ្នឹងនេះសារៈសំខាន់របស់បណ្ណាល័យញាតិញោមអាត្មាលើកពាក្យមួយនេះពាក្យនេះលើកមកឃើញពីរោះពេកចឹងអាត្មាលើកមកពាក្យនេះរបស់លោកជំទាវពេជ្រច័ន្ទមនីធិបតីហ៊ុនម៉ាណែតគាត់បានថ្លែងសន្ទរកថានៅវត្តមួយឈ្មោះវត្តភ្នៀតកាលពីឆ្នាំតមិញគាត់បានមានប្រសាសន៍ថាការបង្រៀនរបស់ព្រះពុទ្ធគឺអប់រំមនុស្សគ្រប់រូបឲ្យមានសន្តិភាពផ្លូវចិត្តផ្លូវគំនិតនិងគិតអំពីរឿងក្នុងបច្ចុប្បន្នត្រូវធ្វើការងារឲ្យបានល្អក្នុងថ្ងៃនេះដើម្បីទទួលផលល្អប្រសើរក្នុងថ្ងៃអនាគតនេះជាពាក្យរបស់ពុទ្ធសាសនិកជនម្នាក់របស់កម្ពុជានេះដែលបានពោលថាការបង្រៀនរបស់ព្រះពុទ្ធជាម្ចាស់គឺអប់រំមនុស្សឲ្យមានសន្តិភាពផ្លូវចិត្តអ្វីជាសន្តិភាពផ្លូវចិត្តសន្តិភាពផ្លូវចិត្តសន្តិពាក្យថាស្ងប់ពាក្យថាខ្សែមនៅក្នុងព្រះពុទ្ធសាសនាគឺស្លូតញាតិញោមស្លូតនេះមិនមែនស្លូតទុយមួយទួមួកដេកម៉ោង10ត្រឹមក្រោកគេហៅស្លូតទេនោះមានន័យថាចិត្តនឹងវាស្ងប់មានន័យថាវាប្រកបដោយភាពនឹងធឹងសន្តិភាពផ្លូវចិត្តមានន័យអញ្ចឹងនៅក្នុងព្រះពុទ្ធសាសនាដូចជាព្រះអរហន្តទាំងឡាយព្រះអង្គមានភាពខ្សែមនៅក្នុងចិត្តមានន័យថាចិត្តនឹងវាអត់ច្បោកច្បល់ចិត្តនឹងញាតិញោមដូចជាព្រះសម្មាសម្ពុទ្ធជាម្ចាស់បតីរបស់ព្រះអរហន្តនឹងគឺនឹងមិនញាប់ញ័រដោយលោកធម៌ទេវត្តអារាមនោះវាមានប្រយោជន៍ទេធ្វើបណ្ណាល័យស្អាតមានបើមាននោះប្រយោជន៍នឹងមានដល់កម្រិតណាដែលលោកគ្រូព្រះធម្មថេរមួយលើជាមួយពុទ្ធបរិស័ទនៅស្រុកអាមេរិកក្តីស្រុកខ្មែរក្តីដែលព្រួតដៃគ្នាចំណាយទ្រព្យធនដ៏ច្រើនក៏សាងបណ្ណាល័យទុកដាក់នៅក្នុងពុទ្ធសាសនាជាពិសេសក្នុងវត្តនោះសម្រាប់ភិក្ខុសង្ឃសម្រាប់ពួកយុវជនពុទ្ធបរិស័ទប្រើប្រាស់នឹងតើវាមានប្រយោជន៍អ្វីរឿងវត្តអារាមនេះគឺនៅក្នុងសង្គមយើងនេះញោមវាคล้ายទៅសាច់ហើយនឹងឈាមរបស់ប្រជានុរាស្ត្រខ្មែរទៅហើយវាកាត់ផ្ដាច់អត់បានទេហើយវត្តអារាមយើងនេះក៏ជាកន្លែងដែលផ្ដល់នូវក្តីសង្ឃឹមដ៏ច្រើនដល់ប្រជាពុទ្ធបរិស័ទដល់យុវជនខ្មែរហើយក៏ជាជំរុំចេះក៏បានជាឃ្លាំងក៏បានហើយក៏ជាកន្លែងក៏បានដែលសម្រាប់អភិរក្សទ្រទ្រង់នៅវប្បធម៌ប្រពៃណីវត្តអារាមនេះមិនមែនជាកន្លែងដែលកសាងឲ្យឥតប្រយោជន៍ទេបើឥតប្រយោជន៍
អ្នកប្រាជ្ញបុរាណខ្មែររួមទាំងញាតិញោមនៅពេលបច្ចុប្បន្ននេះមិនធ្វើទេអ្នកខ្លះក៏ថាវត្តអារាមនឹងអត់មានសំខាន់អីក្រៅទៅពីកន្លែងកប់ខ្មោចទេអញ្ចឹងចម្រើនពរតែនិយាយចឹងគេកាត់យូរទៅទៀតហើយមិនថាអ្នកណាទេចម្រើនពរឲ្យញាតិញោមពុទ្ធបរិស័ទមហាជនលោកបានជ្រាបថាអ្វីដែលជាតួនាទីរបស់វត្តអារាមនៅក្នុងកម្ពុជានេះគ្មានសាសនាណាដែលកសាងសាលារៀនច្រើនជាងពុទ្ធសាសនាទេញាតិញោមមើលតាមវត្តនីមួយគឺតែងតែមានសាលារៀនហ្នឹងគឺកសាងដោយព្រះសង្ឃនិងពុទ្ធបរិស័ទសម្រាប់ឲ្យកូនខ្មែរសិក្សារៀនសូត្រនេះជាតួនាទីដែលវត្តអារាមខ្មែរធ្វើតាំងពីមុនឆ្នាំ1873នោះបារាំងកសាងសាលាដំបូងរបស់ខ្លួននៅក្នុងឆ្នាំ1873អញ្ចឹងតួនាទីវត្តអារាមនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះបញ្ញាដែលនៅក្នុងព្រះពុទ្ធសាសនាការបណ្ដុះបញ្ញានេះគឺជារឿងចាំបាច់បំផុតញាតិញោមអញ្ចឹងនៅថ្ងៃដែលព្រះអង្គត្រាស់សម្ដែងបឋមទេសនាគឺទេសនាដំបូងហ្នឹងព្រះអង្គសង្កត់បញ្ជាក់ប្រាប់ដល់មនុស្សជាតិទាំងអស់ថាឲ្យជៀសវាងផ្លូវពីរគឺកាមសុខលកានយោគៈកាមសុខលកានយោគៈហ្នឹងគឺមិនឲ្យជ្រមុជខ្លួននៅក្នុងការសបាយលេងដឹងខុសត្រូវញាតិញោមបាយយមុខអីសពបែបយ៉ាងអីហ្នឹងលោកហៅកាមសុខលកានយោគៈហើយបើថាជាក្នុងគ្រួសារហ្នឹងវាលេងមានឈ្មោះថាប្តីលេងមានឈ្មោះថាប្រពន្ធលេងមានឈ្មោះអីចិត្តទៅធ្វើម៉េចឲ្យទៅសុបាយអាហ្នឹងលោកហៅកាមសុខលកានយោគៈអាហ្នឹងគិតឲ្យខ្លីគិតឲ្យសាមញ្ញងាយយល់លោកថាឲ្យជៀសធម៌ហ្នឹងជាធម៌ខ្មៅមួយទៀតព្រះអង្គថាឲ្យជៀសធម៌អត្តកិលេសមេដ្ឋានយោគៈនោះហើយញាតិញោមដូចឃើញព្រះសង្ឃអង្គខ្លះទៅណែទៅអង្គុយសមាធិទឹកជ្រោះឯងអាហ្នឹងគេអានឹងមានសមាធិមែនទេអានោះគេថតដាក់កាមេរ៉ាទេទៅសមាធិណាទឹកជ្រោះទៅអង្គុយមិនកើតទេឬក៏ដុតភ្លើងអាំងអីដូចស្រុកឥណ្ឌាមានកិច្ចបដិបត្តិមួយយ៉ាងនោះខ្លះគេចិត្តគូតឡើងទៅលើមួយថ្ងៃ2ម៉ោងអីចឹងទៅអស់កិលេសខ្ញុំធ្វើបានទេស្មាធ្វើមិនបានទេចិត្តតែ2ម៉ោងហ្នឹងដាច់ខ្យល់ហ្នឹងលោកថាហ្នឹងជៀសវាអត់បានផលទេចឹងនៅក្នុងធម្មទេសនាដំបូងរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គលោកឲ្យមានបញ្ញាគឺផ្លូវកណ្ដាលអ្វីជាផ្លូវកណ្ដាលកាយសុចរិតមានសមាទិដ្ឋិសមាសង្កប្បៈយើងគិតឲ្យសាមញ្ញថាមានសិលសមាធិបញ្ញាព្រះពុទ្ធបរិស័ទលោកឲ្យមានកាយសុចរិតវិច័យសុចរិតនិងមโนសុចរិតអញ្ចឹងនេះជាកិច្ចបដិបត្តិដំបូងនៅក្នុងការបណ្ដុះបញ្ញាញាតិញោមហើយបណ្ណាល័យនេះវត្តយើងធ្វើច្រើនណាស់ញាតិញោមវត្តអារាមកន្លែងណាក៏មានសាលាវត្តដែរហើយសាលាហ្នឹងមិនមែនកើតឡើងដោយប្រអិនជប់ទេញាតិញោមណាអស់លោកប្រជាជាតិខ្មែរទាំងមូលហើយពុទ្ធបរិស័ទអ្នកដែលមើលឃើញផលអវិជ្ជមានរូបភាពអវិជ្ជមានរបស់វត្តអារាមលោកស្ដាប់
សាលាដែលនៅក្នុងវត្តទាំងអស់ហ្នឹងកើតឡើងមិនមែនដោយសារប៉អិនជប់ទេដោយសារព្រះសង្ឃនិងពុទ្ធបរិស័ទធ្វើទុកដាក់ឲ្យកូនចៅដើម្បីអប់រំបណ្ដុះបណ្ដាលកូនចៅឲ្យមានការចេះដឹងច្រើននេះជាការបណ្ដុះបញ្ញាធម្មៈដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់សម្ដែងភាគច្រើនគឺជាការអប់រំសម្រាប់បណ្ដុះបញ្ញាឲ្យប្រជាពលរដ្ឋពុទ្ធបរិស័ទកូនចៅលោកបានសិក្សារៀនសូត្រស្ដេចទ្រង់លះបង់45ឆ្នាំដើម្បីបណ្ដុះបញ្ញាញាតិញោមឲ្យយល់ថានេះខុសអានេះត្រូវគាត់តែប៉ុណ្្នឹងញាតិញោមយើងពិបាកនឹងយល់ណាមនុស្សយើងហ្នឹងហើយមិនងាយទេអញ្ចឹងព្រះអង្គត្រាស់សម្ដែងព្រះធម៌រយៈពេល45ឆ្នាំហ្នឹងគឺដើម្បីនឹងជួយមនុស្សលោកឲ្យយល់ថានេះខុសនេះត្រូវប្រឹងណាអញ្ចឹងប្រសង់ពុទ្ធបរិស័ទឲ្យឆ្លៀតឱកាសហ្នឹងថ្លែងអំណរអរគុណញាតិញោមអ្នកស្រុកអាមេរិកដែរអញ្ជើញទៅរស់នៅស្រុកគេនោះស្រួលណាស់បើធ្វើការហត់បន្តិចក៏ពិតមែនដែរមិននឹកស្រុកមិនភ្លេចស្រុកកំណើតតែងតែយើងជាពុទ្ធជនហ្នឹងឃើញតែខ្លះគាត់ពោលខ្លាំងអីអានឹងចិត្តគាត់មិនតន់អស់ទេមិនតន់ជួបរឿងធំដល់គេហៅមកសួរទៅភ័យស្លន់ស្លោដែរអានឹងមិនមែនចិត្តព្រះទេក្នុងចិត្តយើងចឹងចិត្តនៅក្នុងព្រះពុទ្ធសាសនាដែលស្ងប់គឺចិត្តដែលស្លូតកាលណាតែពលរដ្ឋនៅក្នុងភូមិនៅក្នុងឃុំនៅក្នុងស្រុកក្នុងខេត្តក្នុងប្រទេសមានចិត្តប្រកបដោយសន្តិគឺស្ងប់គឺស្លូតហើយមានតុល្យភាពសេចក្តីសុខនឹងកើតមាននៅក្នុងសង្គមនោះប៉ុន្តែសួរថាតើធ្វើយ៉ាងម៉េចឲ្យចិត្តស្ងប់ណាចឹងបានព្រះលោកសម្ដែងសម្រាប់ពុទ្ធបរិស័ទលោកថាឲ្យធ្វើទានរៀនធ្វើទានញាតិញោមមើលផ្ដើមចេញពីអីបាយមកវ័យសណ្ដែកមកគួររៀនលះអច្ឆរិយមច្ឆរិយៈស្ក្តីកំណាញ់ដំបងលោកមកឲ្យធ្វើអីធំទេដំបងដាក់បាតក្នុងមុខផ្ទះសិនញាតិញោមមានលុយច្រើនតែមិនហ៊ានលះបង់អាហ្នឹងក៏មិនដែរព្រះលោកឲ្យថាឲ្យរៀនលះនៅសេចក្តីកំណាញ់ព្រោះអាសេចក្តីកំណាញ់នោះវារួមរឹតចិត្តញាតិញោមចឹងលោកឲ្យផ្ដើមដោយធ្វើទានដំបងលោកឲ្យធ្វើទានបើចិត្តនឹងអត់អាចនឹងរក្សាសិលបានព្រះអង្គលោកឲ្យផ្ដើមធ្វើទានបន្តមកទៀតលោកឲ្យរក្សាសិលបើចិត្តនឹងវាលុះនៅក្នុងការធ្វើទាននឹងវាល្មមហើយវាល្អហើយលោកឲ្យធ្វើសិលទានសិលភាវនាហើយឲ្យចម្រើនភាវនាគឺចិត្តភាវនាអប់រំចិត្តនេះវិធីសាស្ត្រដែលញ៉ាំងចិត្តរបស់មនុស្សលោកហ្នឹងឲ្យមានសន្តិភាពគឺស្ងប់ស្ងៀមខ្សែមចាកនៅបលិពោតនៅកង្វល់ជាច្រើនហើយលោកថាកាលណាទៅចិត្តនឹងវាប្រះចាកនៅរឿងសវិញរសៀមរសាមនឹងច្រើនចិត្តនឹងបានសុខច្រើនអញ្ចឹងកើតចេញឲ្យសិតអ្វីទាំងអស់វាកើតចេញអំពីការអប់រំនឹងទាំងអស់ពីបញ្ញានឹងទាំងអស់ញាតិញោមដូចញាតិញោមធ្លាប់គិតខ្ញុំបកគោណាក្តីសម្ដេចជាអម្ចាស់ក្តីយើងសិតទៅអប់រំចិត្តដែរប្រឹងណាញាតិញោមណាប៉ុន្តែដល់ពេលការងារវាធំវិញទៅខ្ញុំក៏ទប់វាមិនចប់ខឹងដែរខ្ញុំក៏ចិត្តយើងវាអត់តន់ដល់កំពូលញាតិញោមណាហ្នឹងហើយដូចសម្ដេចកូនចៅមកវត្តហ្មងចូលចិត្ត7 800នាក់ទាំងលោកទាំងប្រសពអាត្មាចិត្ត800នាក់ដែរអាហ្នឹងមិនគិតទាំងមនុស្សទេបើគិតទាំងឆ្មាទាំងឆ្កែក្នុងវត្តទៀតហ្នឹងមិនដឹងប្រហែលហើយរឿងតាំងពីថ្ងៃរះរហូតដល់ថ្ងៃលិចចុះមនុស្ស1000នាក់ញោមមកគ្រួសារ1000នាក់800នាក់ខ្ញុំគិតមើលរឿងច្រើនណាស់ហ្នឹងហើយញោមគ្រួសារញោមកូន5នាក់យាយមួយតាមួយ7
រឿងដែរច្រើនដែរតែសម្ដេចមកវត្ត800អាត្មា800ចឹងរឿងហើយសួរថាម៉េចបានវត្តមានរឿងថាវត្តនឹងវត្តមនុស្សលោកគឺមនុស្សលោកគឺអញ្ចឹងបើអត់រឿងមានតែវាយក្តារកុំជឿថាគ្រួសារណាសាសនាណាសង្គមណាវាអត់រឿងនោះវាអត់មានទេគ្មានទីណាដែលគ្មានរឿងទេដល់រាបណាពុទ្ធជនទីណាមានវត្តមានរបស់មនុស្សលោកទីនោះគឺតែងតែមានរឿងរបស់មនុស្សលោកអញ្ចឹងសម្រាប់ពួកយើងអ្នកកាន់ព្រះពុទ្ធសាសនាត្រូវរស់នៅក្នុងរឿងហ្នឹងតាមរយៈការសិក្សាព្រះធម៌ដោយមានទានសិលភាវនានេះឯងជារបាំងជាខែលជាយានជាអីសម្រាប់ប្រើប្រាស់ក្នុងការរស់នៅក្នុងជីវិតប្រចាំថ្ងៃអញ្ចឹងណាញាតិញោមអញ្ចឹងការអប់រំចិត្តហ្នឹងវាប្រយោជន៍អញ្ចឹងឯងវាប្រយោជន៍អញ្ចឹងឯងហើយបើអត់អប់រំចិត្តទេវាមិនអីទេវាគ្រាន់តែពិបាកងាកខឹងច្រើនពេកយូរទៅពេកគេឲ្យអាថ្នាំស្អីក្រហមអាថ្នាំអីទេញាតិញោមសាយសាទេហ្នឹងហេមិនហ៊ានថាទេតើហើយអរគុណពេកទៀតថាបានជួយខ្ញុំណាខ្ញុំណាអញ្ចឹងសម្រាប់កិច្ចបដិបត្តិក្នុងពុទ្ធសាសនានេះគឺអប់រំបញ្ញាញាតិញោមអប់រំអត់អីទេកំណាញ់នៅមានឲ្យមានចោះយើងដឹងដែរញាតិញោមខឹងនៅមានខឹងចោះយើងលះយ៉ាងម៉េចក៏អត់បានដែរពុទ្ធជននេះយើងកំពុងតែធ្វើដំណើរនៅក្នុងបដិបទាមួយឆ្ពោះទៅរកការលះកិលេសទោសៈមោហៈមានទាំងអស់ប៉ុន្តែសម្រាប់ពុទ្ធសាសនិកដែលប្រកបដោយបញ្ញាគឺរស់វិធីយ៉ាងម៉េចរស់នៅក្នុងភាវៈនៃជីវិតដែលកំពុងតែមានកិលេសនេះឈ្មោះថាជាការបដិបត្តិដ៏មានអានិសង្សសម្រាប់ខ្លួននិងសង្គមញាតិញោមណាញាតិញោមស្ដាប់បានទេតែយ៉ាងណាដូចញាតិស្ដាប់នៅនេះអ្នកទេសនៅលើឋានសុខលើអាកាសមិនទេញោមហ្នឹងតាមពិតហ្នឹងព្រៀងធัวមកច្រើនណាស់ញោមដល់ឃើញសម្ដេចគង់ទៅផ្លេចធัวអស់លីឥឡូវទេសចាប់ចុងប្រយំដើមហើយអញ្ចឹងចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងអស់ថាជាពិសេសបច្ចៈបន្ថែមប្រកេនប្រករណាជាម្ចាស់គ្រប់ព្រះអង្គប្រសង់ជាពិសេសលោកគ្រូចៅតិកាប្រករណាជាម្ចាស់ឆ្លៀតឱកាសនេះទូលពិតធរណីកាប្រកេនថាមានតែការអប់រំបណ្ដោះបណ្ដាលភិក្ខុសង្ឃភិក្ខុសាមណេរនៅក្នុងវត្តទេទើបអាចជួយទ្រទ្រង់ព្រះពុទ្ធសាសនានឹងតទៅទៀតបានចឹងព្រះបរិយ័តនេះសំខាន់ណាស់កុំឲ្យក្នុងវត្តអារាមมันមានការសិក្សារៀនសូត្រកុំឲ្យក្នុងវត្តអារាមនឹងប្រះចាកនៅធម៌និងវិន័យគឺមានតែការសិក្សានឹងឯងហើយបណ្ណាល័យបកករណាគណៈឃើញច្រើនណាវត្តយើងជួនកាលគេនិយាយត្រូវដែរមិនមែនថាគេខុសទាំងអស់ទេបណ្ណាល័យលោកគ្រូជួនកាលលោកគ្រូធំមួយទៀតថាធ្វើឲ្យអស់លុយច្រើនណាស់បានតែ6ខែអសោទូសោនឹងក៏បាត់សភៅនឹងក៏មិនដែលមើលខ្លាយទៅកន្លែងដាក់អង្គដាក់អីផ្សេងអាហ្នឹងលេងជាប្រយោជន៍ហើយចឹងបណ្ណាល័យហ្នឹងប្រម៉ែប្រមូលពន្យល់ភិក្ខុសាមណេរយ៉ាងម៉េចឲ្យខ្លាយជាកន្លែងដែលសិក្សារៀនសូត្រទាំងអស់គ្នាហើយបើអត់រៀនទេគឺមិនអាចជួយអ្វីដល់ពុទ្ធបរិស័ទបានទេហ្នឹងហើយដល់តែរៀនភិក្ខុនេះដល់តែមានបញ្ញាទើបអាចញ៉ាំងប្រយោជន៍ដល់ពុទ្ធបរិស័ទបានវត្តអារាមសាសនានេះនៅក្នុងឆាយាធម៌ព្រះសម្មាសម្ពុទ្ធជាម្ចាស់លោកសម្ដែងថា
chưa mình lúc nhận nhau xa sna chạy giá presa sna nó chưa mình lúc đó chia Phật bò rồi sát tầng ọ vậy chưa mình lúc thật ta rồi Phật sát sna nó ai chưa mình lúc đó chia Phật bò rồi sát bán ta mình lúc nó ban đầu vị thi na hay phơi dạng mấy ban đầu ban từ Phật sát sna nó ai khai tàu chia mình lúc rồi bó Phật bò sát bánประกาศนาเจียมจักรปองวัดอารามอย่างนี้บ่สันเจียมันบานการดักนำวัดการรู้เนาระบอบภิกษุสงฆ์ในขนมวัดนี้มันประกอบโดยโทเตวัดอารามนี้ประกอบนะนั่งเจียบรรทุกระบอบสังคมโดยกี่เจ้าจังเม็ดกันนะตัวตูสกอลได้แต่บัดซึ่งจีวัดอารามอย่างนี้คลายแต่เจียกันไล่บรรดอกคลายแต่เจียกันไล่ใบบัดไทยรสาแต่ตัวโยกหาหรือก่อไอ้ถ้าเจียกันไล่จ้องกรอยระบบมนุษย์แต่ออกกันไล่เต้าโจมมาการวัดอารามเนี่ยดำใบมากายปลายจัดดำใบมาดอกขัดปัญญาดำใบมาสร้างชีวิตใหม่วัดอารามคือเจียกันไล่เมื่อกันไล่ปิดสำหรับจุยสังคมจังลูกครูเจ้าแต่กาประกาศนาประเทศจักจังนกนองวัดส้มประกาศนาเจมจักช่วยอย่างน้าอ้อยคลายวัดยืงนั่งได้ครอบได้บานดาวตัวเนี่ยตีดอสำคัญนกนองสังคมนั่งคลายตัวเชียกันไหลจิตตีสังคมระบอบพุทธบริษัทมันตู้เตียงประเทศแต่จุ่มวิ่งวัดนั่นว่าตัวในตีนี้บานเฟื่อหายบานบ่มเป็นหายโดยคณะอุตสาห์จำรานปัวจังบัสันลูกครูเจ้าตะกาชื้อกันแต่ไวจวงเมาเหยียดโยมเมาปิ้งวอดเหยียดโยมเมาปิ้งวอดเพื่อโยมสลายวอดสลายโลกดาวโยมมันเนี่ยกอดโจวอด30 nămชื่อ30 ngày ấyอดเมียจางลูกนาตัวเอามาเปิดก่อนอันนั้นอดเออันนั้นเตารู้เย่จังลูกครูจารกาเราแต่ดังบอกดังมันต่างออกดังท่าโดนจานาประเทศจานาแต่จินเนี่ยเล็กบ้องให้30 nămในพนมชีวิตหรือมุ้ยชีวิตดำใบวัดอารามนั่งวัดนั่งเราแต่ชลายตอบแต่วิ่งนำไปได้กอดเมียนดีบัตรของครูสานี่คือเจ้าการสับจับจากการตัวเขาเต้าระบบวัดจงพวกพุทธบริษัทให้ยังเมียนเป็นจังให้พระกุณาบังจังอันเดน่ะบังจังอันเดให้ยังเฟ้อกิจการนั่งเมาตลอดการให้ตั้งปีจำนวนจังโยมหมู่สายยี่ปีลูกครูทอมก่อนนั่งจังยังประตอเพื่อทายติดกรุบวัดต่างอ้อกันนะแต่หอยเต้าก็ไงได้โยมเมียนวัวเมียนเพรียใช่เตี้ยหรือก็เมียนตุกเศร้าเนี่ยนาชื่อเนี่ยนาหลงบ้าไอ้ยังไม่วัดเราแต่ตัวดาวหมดผู้กิจการต่างอ้อนั่งยังช่วยจานนะเตียนบรรดาโกนเนี่ยสอบพ้องบรรดาประซองสำหรับศาสนาพ้องวัดปฐพอให้นำทราบจับตำเนะตำโน้จมวยนำพุทธบริษัทพอปรุนเอาขนมสังเกตละกะโซปองตราสมได้ยำปีตัวในตีระบอบก็ห้องนู้จมพวกพุทธบริษัทนู้นขนมเมตราตีบ้วนลูกทาเช่นเนี้ยมันบัดเฟียเตี้ยนะเช่นเนี้ยมันบัดเฟียเตี้ยเมียนในทาพุทธบริษัทนั้นจีเนี่ยเมียนสเทียจมพวกเปรียบภิกษุสองนะจังนับเป็นได้พุทธบริษัทเมียนอาสันอันกรอวัดอารามนั้นเติมใจจีเนี่ยจังมกโจจะช่วยพุทธบริษัทยังตีเพราะโยมระบอบยังจังโยมจังได้ไปแต่พระองค์เมียนอาสันอันกรอคือยินโยมลูกเจอมาหอยนี่เชีย
ការបដិបត្តិប្រចាំថ្ងៃជាប្រវេណីទម្លាប់មកនៅក្នុងពុទ្ធសាសនមណ្ឌលនៅកម្ពុជាអញ្ចឹងវត្តអារាមនេះគឺផ្សារភ្ជាប់ជាមួយនឹងអ្នកភូមិនឹងកន្លងមកនឹងតាំងពីអើយមកញាតិញោមណាហើយអាត្មាចិត្តតែព្យាយាមសិក្សាស្វែងយល់ថាតើវាមានទំនាក់ទំនងរវាងវត្តអារាមនិងពុទ្ធបរិស័ទនេះតើតួនាទីរបស់វត្តអារាមឬវត្តមានរបស់វត្តអារាមនៅក្នុងភូមិនីមួយៗហ្នឹងវាផ្ដល់អ្វីខ្លះជាអវិជ្ជមានដល់អ្នកភូមិអាត្មាមើលវាមិនឃើញញាតិញោមមានតែការជួយជ្រោមជ្រែងហើយវត្តនេះទៀតមិនមែនជាទ្រព្យសម្បត្តិឯកជនរបស់ភិក្ខុណាអង្គឡាឡើយហើយក៏មិនមែនជាកម្មសិទ្ធិរបស់ញាតិញោមពុទ្ធបរិស័ទណាម្នាក់ដែរអញ្ចឹងវត្តអារាមនេះជាតួនាទីជាកន្លែងដែលផ្ដល់អ្វីគ្រប់យ៉ាងដល់អ្នកភូមិអញ្ចឹងទូលប្រកេនកន្លែងនេះមានភារៈពីរញាតិញោមទី1គឺការទទួលខុសត្រូវរបស់ពុទ្ធបរិស័ទទី2ជាការទទួលខុសត្រូវរបស់ព្រះសង្ឃជាក់ស្ដែងដូចបណ្ណាល័យនោះញាតិញោមឲ្យស្អាតណាស់ហើយបណ្ណាល័យនេះវានឹងคล้ายទៅជាអាគារតូចមួយដែលសម្រាប់បណ្ដុះបណ្ដាលភិក្ខុសង្ឃយើងតចំណន់សំបីអត់ពីលោកគ្រូធំទៅបណ្ណាល័យនេះនៅតែជាកន្លែងដែលផ្ដល់នូវចំណេះដឹងដល់កូនយើងដល់ព្រះសង្ឃយើងដល់អ្នកភូមិយើងដល់ជនជាតិយើងនេះជាវិធីសាស្ត្រនៃការកសាងសង្គមញាតិញោមត្បិតតែវាមិនធំដោយបណ្ណាវាកសាង50-60ម៉ឺនបច្ចុប្បន្នសមាហើយបានតែ3ខែបើទ្វារមកសិតតែអាចប្រៀបបើនៅក្នុងវិន័យគិរុផន្ធត្រូវអាបត្តិញាតិញោមភិក្ខុសង្ឃដែលគង់នៅក្នុងវត្តមិនថែរក្សាគិរុផន្ធសង្ឃនឹងត្រូវអាបត្តិអញ្ចឹងត្រូវតែប្រើអាគារនឹងឲ្យคล้ายទៅជាកន្លែងដែលបណ្ដុះបញ្ញាដល់ព្រះសង្ឃដល់ព្រះសង្ឃគឺប្រើញាតិញោមបើអត់ទេអត់ទេហើយញាតិញោមអ្នកភូមិជួយខ្វល់ខ្វាយពួកនេះជាទ្រព្យសម្បត្តិរបស់អ្នកភូមិហើយញោមស្រុកអាមេរិកឲ្យទៅលុយមកលោកគ្រូធំយកមកកសាងហើយគាត់អញ្ជើញទៅអាមេរិកវិញហើយអ្នកភ្នំពេញទៅភ្នំពេញវិញហើយអញ្ចឹងញោមទៅពាំងខ្នានេះដល់ថែរក្សាអាគារខ្លះវត្តយើងអត់ទេញាតិញោមណាឃើញចន្លោះប្រហោងកន្លែងហ្នឹងច្រើនណាស់យើងនាំគ្នាកសាងតែវត្តមួយចំនួនក្រោយពីកសាងហើយអត់បានប្រើប្រាស់ជាប្រយោជន៍ទេដល់អាខូចយើងព្យាយាមសុំញោមធ្វើអាថ្មីទៀតខណៈដែលអាចាស់ហ្នឹងយើងអត់បានកសាងបើព្រះវិន័យប្រសង់ត្រូវបាត់ណាហើយយើងគ្មានលុយកសាងច្រើនទេញាតិញោមអញ្ចឹងបណ្ណាល័យកើតហើយអញ្ចឹងថែរក្សាហើយអាត្មាចេះតែសុំថាប្រសង់ក្តីប្រសក់ក្តីចូលប្រើប្រាស់បណ្ណាល័យហ្នឹងឲ្យคล้ายទៅជារបស់ដែលមានប្រយោជន៍នឹងជាតួនាទីហើយបុណ្យកុសលហ្នឹងវាកើតវាសពបែបយ៉ាងញាតិញោមជ្រាបហើយរឿងទាំងអស់ហ្នឹងសំដែងប៉ុណ្ណឹងចង់ញាតិញោមមកដូចជាមិនទៅមុខទេមើលទៅណាសំដែងជាអង្គចាស់សំដែងទៅអត់ទៅមុខសោះហ្នឹងណាព្រោះគិតរឿងគាត់ណាឡោមនៅប៉ុនធំទៅប៉ុណ្ណឹងចាស់ញាតិញោមប៉ុណ្ណឹងចាស់ហើយជាចុងក្រោយសូមថ្វាយកុសលប្រគេនកុសលចំពោះបដិប្រគុណព្រះធម្មថេរោសាមសរិនដែលតែងក្នុងឱកាសបុណ្យចម្រើនប្រជជនសូមឲ្យលោកគ្រូមានប្រសុខភាពល្អហើយមិនតែផ្ដល់ភាពកក់ក្ដៅ
ដល់ពុទ្ធបរិស័ទទេប្រសង់ខ្មែរយើងដែលនិមន្តទៅអាមេរិកនឹងទទួលទាំងអស់នៅវត្តសាមគ្គីសន្តិការាមនោះមានញោមបាសិកាសៀនោះអ្នកដាំចង្ហាន់មួយថ្ងៃប្រគេនលោកឆាន់ហើយញាតិញោមច្រើនទៀតភាពកក់ក្ដៅនេះកើតចេញពីមេត្តាធម៌ញាតិញោមមេត្តាធម៌វាតិចអញ្ចឹងញាតិញោមណាអញ្ចឹងបានព្រះលោកឲ្យយើងមានមេត្តាធម៌ដោយសារវាតិចអញ្ចឹងហ្នឹងហើយប្រសងនឹងចូលទៅរួលោកគ្រូធំនឹងដោយក្តីដោយភាពស្និទ្ធស្នាលហើយវាកក់ក្ដៅញាតិញោមដោយថ្មអញ្ចឹងចុះពីយន្តហោះមកទៅសិននៅសាមគ្គីសន្តិការាមនឹងវាក្ដៅវាកក់ក្ដៅព្រមវិហារធម៌នឹងវាឲ្យចិត្តយើងនឹងវាកក់ក្ដៅអញ្ចឹងសំបីទៅឈប់នៅអាមេរិកប្រហែលឆ្នាំហើយនៅទៅនឹកវត្តនោះចឹងព្រមវិហារធម៌នឹងគឺអានិសង្ឃវានឹងវាត្រជាក់វាអនុញ្ញាតឲ្យមនុស្សពីរនាក់ដែលអត់ស្គាល់គ្នានឹងចូលមករស់គ្នាដោយភាពកក់ក្ដៅដោយស្ងប់ចិត្តដោយស្រឡាញ់នឹងធម៌នឹងអានិសង្ឃនឹងឲ្យអញ្ចឹងហើយបើលោកគ្រូធំលោកអត់មានព្រមវិហារធម៌ទេប្រសង់អាត្មាក្តីប្រសង់ដតីក្តីមិនអាចទៅវត្តនឹងបានទេហើយញាតិញោមពុទ្ធបរិស័ទចំណោះជើងវត្តសាមគ្គីសន្តិការាមនឹងបើមិនមានព្រមវិហារធម៌ទេមានណាហ៊ានទៅចិត្តព្រោះចឹងធម៌ហ្នឹងគឺឲ្យអានិសង្ឃអញ្ចឹងហើយដើម្បីកើតឲ្យមានចិត្តប្រកបដោយព្រមវិហារធម៌ដោយតែមានបញ្ញាញោមណាហ្នឹងហើយចឹងសូមថ្វាយពពកប្រគេនពរលោកគ្រូធំសូមឲ្យមានបច្ចុប្បន្នយឺនយូរហើយគង់ជាមលុបត្រជាក់នៅពុទ្ធបរិស័ទនៅលូវែលផងនិងនៅក្នុងកម្ពុជាផងថ្វាយពពកប្រគេនពរសម្ដេចជាអម្ចាស់សម្ដេចព្រះពុទ្ធជ័យមនីសម្ដេចព្រះមង្គលមនីរាំងសីសូមសម្ដេចទាំងពីរព្រះអង្គមានសុខភាពល្អមានបច្ចុប្បន្នវែងបានទូបង្គំនឹងដង្ហែការងារបម្រើពុទ្ធសាសនានៅកម្ពុជាមួយលើសូមញោមស្រុកអាមេរិកទាំងអស់នោះណាញោមមានសុខភាពល្អហើយជូនបុណ្យជូនកុសលដែលបានឧបត្ថម្ភគ្រប់គ្រងដល់ព្រះសង្ឃខ្មែរយើងដែលបានទៅកាន់តំបន់ញោមរួមទាំងខ្មែរមួយផងសូមញោមមានសុខភាពល្អមានទាំងលូវែលញោមតិចសាសផងណាមន្តច្រើនទាំងអស់សូមបានប្រកបដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយចុងក្រោយនេះសូមប្រគេនបកអនាវត្តត្រាំខ្នានិងពុទ្ធបរិស័ទភូមិត្រាំខ្នាទាំងអស់សូមទទួលត្រេកអរនិងប្រើប្រាស់បណ្ណាល័យដែលកសាងដោយលោកគ្រូធំនេះឲ្យបានជាប្រយោជន៍សម្រាប់ការអប់រំពុទ្ធបរិស័ទនិងប្រសង់របស់យើងជាបុត្រធីតាប្រុសស្រីនេះទាំងឧបការៈគុណក្តីទាំងជាតិគុណក្តីនឹងបានបដិបដាលចិញ្ចឹមបីបាច់ថែរក្សាយើងឃុំក្រងយើងដោយព្រមវិហារធម៌ទាំងឡាយ4តាំងតែពីយើងនៅក្នុងផ្ទៃនៅក្នុងអតោនៃមេដារហូតដល់ប្រសូតចាក់ចេញអតោលោកតែងឃុំក្រងចិញ្ចឹមថែរក្សាយើងឲ្យធំធាត់មានសាច់មានឈាមប្រកបព្រមដោយបច្ច័យទាំងឡាយ4នឹងញ៉ាំងយើងឲ្យលុះទៅនៅក្នុងសេចក្តីល្អញ៉ាំងយើងឲ្យលុះទៅនៅក្នុងសេចក្តីសុខសេចក្តីចម្រើនទាំងយកសម្បត្តិបញ្ញាសម្បត្តិញាតិសម្បត្តិសុខសម្បត្តិអាស្រ័យដោយការសង្គ្រោះទៅនៅសង្ឃហធម៌ទាំងឡាយ5ពីលើបច្ច័យទាំងឡាយ4ដែលចិញ្ចឹមបីបាច់ថែរក្សាយើងគ្រប់គ្នាហើយតែងឃុំក្រងដឹកនាំយើងដោយធម៌ទាំងឡាយ4ហ្នឹងដែលត្រូវក្របសង្កត់លើយើងសរុបទាំង13នេះមេដានិងបៃតារមែងដល់នៅឈ្មោះថាជាពុព្វទេវីថាជាអាហុណីយបុគ្គលនិងថាជាព្រះព្រំសម្រាប់កូនចៅប្រុសស្រីទាំងអស់ដែលត្រូវគោរពប្រតិបត្តិទុកជាស្រែបនទុកជាមលុបណាដតត្រជាក់សម្រាប់បុត្រធីតាប្រុសស្រីគោរពប្រតិបត្តិបូជាក្រាបសំពះនមស្ការព្រឹកល្ងាចម្លោះហើយយើងជាកូនចៅប្រុសស្រីនឹងមិនអាចបំភ្លេចទៅនៅសេចក្តីល្អរបស់អ្នកម្ដាយនិងលោកឪពុក
បើទោះបីជាអ្នកម្ដាយរៀនសូត្របានតិចជាងយើងបើទោះបីជាអ្នកម្ដាយបង្កើតយើងមកក្នុងសភាពគ្រួសារក្រីក្រលំបាកប៉ុន្តែអ្នកម្ដាយបានផ្ដល់ទៅនៅកំណើតដ៏ល្អហើយបានឃុំក្រងថែរក្សាយើងដោយធម៌ទើបយើងអាចមានមុខមាត់យសសក្តិតួនាទីខ្ពស់មុខខ្ពស់មាត់រស់ក្នុងសង្គមប្រកបព្រមដោយសេចក្តីសុខនិងសេចក្តីចម្រើនទៅបានម្ល៉េះហើយសេចក្តីល្អទាំងអស់នេះបានដកជាប់ក្នុងហត្ថយារបស់យើងជាកូនចៅប្រុសស្រីនឹងមិនអាចបំភ្លេចទៅនៅសេចក្តីល្អរបស់លោកបានក៏នាំគ្នាចម្រើនទៅនៅសេចក្តីល្អជូនលោកដោយនាវេលាឱកាសគ្រានេះធំដុំអធិកធំប្រាប់អស់ញាតិមិត្តគ្រប់ទិសទីទាំងចិត្តទាំងឆ្ងាយឲ្យមកចូលរួមទាំងគិរិយាវាសទាំងបព្វជិតប្រសង់មកមិនដឹងប្រមាណវត្តញោមមើលមកទាំងអស់វត្តយើងនៅចិត្តនេះមុនមកទាំងអស់ណាគុណណាមកទាំងអស់មកចូលរួមបុណ្យលោកយាយមហាបាសិកាមេឃផុននិងមហាបាសិកាសុកស្រន់អញ្ចឹងឯងញោមឯណាញោមផុនញោមផុនឯណាញោមស្រន់ចិត្តគ្នាហ្នឹងណាខ្ញុំផុននៃយាយស្រន់នេះបែបប្រហែលវត្តព្រឹកល្ងាចហើយបានលោកស្រឡាញ់មកទាំងអស់អង្គនេះហ្នឹងហើយតើអ្នកស្រឡាញ់ធរបានអ្នកធររត់រអ្នកធរនឹងមនុស្សយើងចឹងញោមអ្នកធររត់រកអ្នកធរអ្នកផឹករត់រកអ្នកផឹកអ្នកលបែងរត់រកអ្នកលបែងចឹងយើងអ្នកធរហ្នឹងរត់រកអ្នកធរញោមដើរជាមួយចង់ចេះធ្វើបន់ដើរតែជាមួយអ្នកធ្វើបន់តាមួយអាទិត្យជាប់គ្នាឥឡូវដើរចោលផ្ទះចោលប្តីឥឡូវហ្នឹងយើងដើរជាមួយអ្នករស់ស៊ីព្រឹកល្ងាចតែមួយខែពីរខែយើងកើតកំណត់ចង់លុកដីឡូចង់លុកទិញផ្ទះលុកផ្ទះចង់រស់ស៊ីតាមគេឥឡូវណាខ្សែគុកអ្នកណានឹងទៅតាមអ្នកនោះចឹងយាយផុនហើយយាយមេឃហ្នឹងប្រហែលជាស្រឡាញ់លោកណាស់ចូលចិត្តលោកណាស់សង្គ្រោះលោកណាស់ក៏បានលោកមុនមកទាំងអស់អង្គមកចូលរួមត្រេកអររីករាយជាមួយនឹងកុសលធម៌នៃកូនចៅប្រុសស្រីបំពេញជូនញោមមេឃហើយញោមស្រន់ថ្ងៃហ្នឹងញោមផេនញោមផេនហើយញោមផុនហើយញោមស្រន់ថ្ងៃហ្នឹងណាឥឡូវមកនិយាយរឿងកូនចៅប្រុសស្រីនេះធម្មជាតិគុណជាតិនៃការរលឹកគុណនេះបងប្រុសបងស្រីប្អូនប្រុសប្អូនស្រីទាំងឡាយណព្រះសម្មាសម្ពុទ្ធអគ្គសាវកពុទ្ធពហុសូត្រលោកតែងពោលសរសើរអំពីគុណជាតិនៃបុគ្គលដែលរលឹកទៅនៅគុណកាលណាយើងមានសតិរលឹកទៅនៅសេចក្តីល្អរបស់បុគ្គលដែលមានឧបការៈលើយើងមិនថាតែមេត្តាបេតាមិនថាតែម្ដាយឬឪពុកសូម្បីតែគ្រូបាអាចារ្យត្រកូលរៀមច្បងឬអ្នកមានឧបការៈដែលសូម្បីតែឲ្យបាយយើងមួយដុំក្នុងគ្រាដែលយើងកំពុងតែលំបាកក្នុងគ្រាដែលយើងកំពុងតែអត់ឃ្លានដែលយើងរស់រានមានជីវិតបុគ្គលនោះក៏ជាបុគ្គលដែលយើងត្រូវរលឹករឿយនៅសេចក្តីល្អរបស់គេក៏ជានិច្ចនឹងព្រះសរសើរព្រះអង្គពោលអញ្ចឹងចុះតម្រាំតែម្ដាយឪពុករបស់យើងដែលពោផ្ទៃយើង9ខែ10ថ្ងៃបង្កើតយើងហូរឈាមទាំងធ្លប់ហើយចិញ្ចឹមបីបាច់ថែរក្សាគុកអាចច្បាច់នោមយើងតាំងតែពីក្មេងរហូតទល់គ្នាសម័យស្ថិតថ្ងៃនេះកូន6 7នាក់មិនតិចទេក្នុងប្រូក្រាមប៉ុននេះ17នាក់លោកយាយទាំងពីរនេះបត់ច្រើនយ៉ាងហ្នឹងហើយញោមផុនហើយញោមស្រាន់ហ្នឹងកាលចំនួនគាត់ថែយើងដូចគ្មានប្រាក់ខែទេណាយាយណាញោមផុនកាលចំនួនយាយអត់មានប្រាក់ខែទេបងហើយចុះយាយផុននេះថ្មិញក៏ស្អាតយ៉ាងហ្នឹងហ្នឹងថ្មិញនៅទាំងអស់គ្មានបាត់មួយទេហ្នឹងហើយយាយស្រន់នេះអស់អាលីងហ្នឹងសល់ឡាញ់ចាញស្ដាប់មិនលឺទៀតស្រួលហ្នឹងហើយពីអ្នកហ្នឹងណាបងណាប្អូនខ្ញុំស្រាន់បងណាខ្ញុំផុនបងទៀតហើយចុះខ្ញុំផុននេះកុំមាំល្អម្លេះបើឲ្យអាត្មាមើលអាត្មាថាយាយស្រាន់នេះបងខ្ញុំផុនណាខ្ញុំផុននេះបើថាលៀបហាយឡាយសក់ខ្មៅទៀតអស់ទាស់ដូច8 10ហ្នឹងថ្មិញនៅពេញមាត់ញោមមើលមាំមើងហើយគីឡូក៏ដល់ទៀតប្រហែលកូនគេស្រឡាញ់ខ្លាំងណាស់បើគីឡូអញ្ចឹងហ្នឹងហើយញោមចំណាំមើលកូនណាដែលមិនសូវថែម៉ែថែឪនឹងមើលតែគីឡូគាត់ឲ្យតែយាយណាស្បែក10ឆ្អឹងអាហ្នឹងកូនមិនសូវយល់ទេមួយឆ្នាំមកលេងម្ដងជួនកាលកូនការឲ្យបែកផ្ទះអស់អាមួយពងចាមអាមួយព្រៃវែងអាមួយបាត់បងអាមួយពេញហើយដល់ពេលមួយឆ្នាំមកម្ដងអាបាត់ដបងនោះមកម្ដងហ្នឹងអានតិតណឯងកុំអាលរូតទេអូននេះហេហ្នឹងអត់លឺសោះហើយតែវារូតវាមិនលឺបងអាយើងស្ដាប់ធម៌នេះស្ដាប់មិនលឺទុកម្ដុំសិនកូនណាកុំអាលរំមានណារំទេហ្នឹងតចប់បានរំកើតហ្នឹងណែ
tục mà đông dân nên nó về dây ta thò tí còn tại dòng trơn á xài sập này tí ấy chọc mình du rồi mà đò này mình mà tê đò này mình hả đòi về phón đó và về phón nắng đôi nhôm chừng 50 mà đai ở Phúc Na để con cháu cái do chặt tục đã mưa ta cả lâu dây ta nâng ba nói bạch từ mưa ấy trơn tê dây na sẽ bay đọp chân nè đang là con sâu nấc mà đấy mà năm về nấc mà đo ấy hay mau tăng bị bắt bó cái ớt tinh ấy nhá tự đọc cô khắp tự đọc cô riêu ấy ớt tinh mau tinh là nồng păng mà sẽ bao nó bắt tọt tắp hay dây này ớt mình đôi dây sàn vẫn kiêm ngon nên ấy tự hỏi chiết này ná nhóm tôi còn lâu rồi na lên cá nên về nhóm sàn đấy không lư ấy tê luôn vậy tao ngon đắng này đang ngày nhóm kìa nhóm kia đó nên nhóm mà đang cái tha mà chứ đó nên kịch tự chặt tự nó ở rùa riêng cài dương này cua sầm vẹt nè nhôm chừng năm tha nông chết tập làm mát presma samput của ông sầm đại tha ở rùa cài này bộ cô tầng lái đại tâu đại o hải dụ nằng tâu đại o bón nó cứ lót phơn thiệt mà đong tịch hay khăn pram nó vừa bay lên đong tịch đôi cái này còn đấy bờ tâu đại cam và cái gen mà nát về copy hải dụ cái gen mà nát nó coi như cái gen mà nát bởi dương tâu để o hải dụ nằng tâu để o bón nó cứ miền đây thập lương thiết rồi lót mà đong tịch khăn nó bay lên mà đong tịch kỳ do mà đông về ở nghe sẽ đạp chứ tái bà kỳ do đời cam mà cái gen mà nát sát nó slap để xa cam mà cặp đách cứ tâu mà đong thật phần là đôi nhôm nhôm phon đây nhôm san đấy cái hao tờ tâu để o hải dụ nằng tâu để o bón này nhôm thằng o kia đôi kia thma cả đôi kia kỳ do mà đong là nó cái hao ta tầm mua mà đo ngay tâu thằng o nó cái hao ta o hải dụ nằng o bón nhôm mơ ra ngay cái do dương mà đông mai dây khắc cái do này tâu bị môn mơ cho ba hà lâu mơ lên vô nhôm khắc cái do từ chia sạp lư hăng sạp lên lư nhôm khắc cái do chữ kê coi sạp thoa ta cả làm máu ngọt miên ngợp này tầm môn tới ngợp sạc cu tầm môn chữ kê hả nâng nhôm khắc cái do chữ công nhôm khắc cái do sọ nhôm khắc cái do sắp bay nâng nhôm khắc cái do thâm minh vì môn này nhâm nhanh nó sạp lưng là nhâm nó sao là pi giòn khang nên ai cháu với chả lom say mà đo này đó về mơ rương phía mau pi là nghĩa chứ đâu mà khơi mình dây về nó bị say mà đo đó nên vì chả lom nào chẳng bên đây ta kỳ do tư mà đông lương thiết có rồi lót mà đong tách đo nắng cái ao sài nhà dướng đấy nhúng sầm rap sầm co tờ rô cài này hạ bay đôi chỉ tua này rót rồi hạ bay đôi chỉ tua này đẹp đại miền sập hiệp trôm hai đại bọc cô chân chỉ mà chặt tẹt nó trâu từ miền sập tệ nó phanh nhá rồi lật đắng hái chừng chun trọp miền tầm lấy túc ở hơi giàng ná prep của ông sầm đáy trong sầm đau thả rô cài dương này hạ bay đôi chỉ ti sầm nặng đôi chỉ tua này rót rồi tua này tẹt chẳng bờ riêng cài nó bị trôm về rồi lót tâu mà đông hai miền đây ta đôi chỉ tẹt để miền sập hiệp trôm chẳng bọc cô nè miềnpai nhà sầm tật thế trâu bọc cọp prong đòi cha kẹ đòi tiên nè đòi say lẹ đòi phiêu về nè đòi cai chầm ra đòi ca bọc prật tâu nâu của so là thò lẹ tâu là của so chầm ra tâu nâu cốc so tốc à hơi chỉnh chun canh chưa chỉnh chun của so đó chỉnh chun châu cứ chỉnh chun cốc so ao chầm ra nông khăn là sẵn đan rồi bao dương cốc kia đam bay chỉ xạ là nãy chiều bạn này say sầm rap luôn dương chọc tệ và để son thích tâu à na cột thì chiết rồi mấy đòn prom được ca chầm ra chẳng bằng vai một ngày này quanh nọ con cháu prosray tầng off của pay na bàn vừa bon na chậm ra ơn phải chôn cắt thì nhu chỉ cách cả tạo về tí chậm po miệt đa là bao dướng nóng bọc cô nắng rồi mình mình sẽ giật chọt tê rồi mình đòn prom nơi sẽ đây chậm ra ơn ca của rốt con đi mình men miền trăm thì dương chiếc một thoi chôn nâng tê presma samput cướp bỏng nhúng popo thì sát cướp bỏng presma samput này dương ca nơi chiếc popo thì sát cướp chiết cao chỉ sát tê để chan cần đâu tê bầm ra ở phục mà lơ ta ở tia ho môi này chiết trong còi chiết sờ văn là sam đi rét mà đai ở phục cướp cả lại thằng ốc prema một cái liên đôi kia bầm ra mà đai bầm ra ở phục cướp chiết vấn đề chiết bởi dương cất tấu chiết để bầm một cái liên trâu trao thằng lái để sầm rách con thoi tròn phục hai trao thằng lái pram rồi cắt bầm một cái liên tích nó cứ chiết trong còi chẳng xua tại hai ấy bàn trâu cái cặp đòi xa tại tô nâng chiết mùi nâng na đòi ẩm na này lô phép chất nâng mô hạ chất vùng quế nâng sạch đây lô hai tân là hạ đặc mốc mô hạ về chia nâng rang tục vừa ói mà mô cả liên nâng mơ lọt khơi côn mà đai côn ở phục to từ tiết sắp tam của côn đòi ẩm na lúc tâu này sạch đây đành nhăng bổ rọc nụ oi vùng quế cứ mà mô cả liên nâng ai
ប្រពន្ធនេះគេមិនសប្បាយចិត្តនឹងម្ដាយឪពុកប្រមោកលៀនដែលចាស់ហ្នឹងណាហើយការមកនៅជាមួយគ្នាគេមិនចង់នៅបំរើយាយតាចាស់ហ្នឹងគេលំអុកប្តីរកវិធីធ្វើម៉េចឲ្យប្តីនឹងស្អប់យកម៉ែយកឪទៅសម្លាប់ចោលចឹងបាទអាត្មាចេះផ្ដាំយាយណាយើងរើសកូនភាសាឲ្យកូនប្រុសយើងមើលផងណាយាយនឹងនេះសម័យព្រះផងនៅមានស្ត្រីអញ្ចឹងចោះតម្រាំ2022នេះយាយមុននឹងរើសប្រពន្ធឲ្យកូនយើងមើលកញ្ចក់ដៃមុនគេនឹងមើលសក់ហាយឡាយខាងលើនឹងផងមើលបេមាត់ផងនឹងមើលកញ្ចក់ជើងផងបើកញ្ចក់ដៃនៅសាឡូនអត់ដៃស្គាល់ស្នាំងទេអាហ្នឹងក៏មិនញឹមពេកហ្នឹងណាសម័យនេះមិនបាច់ពឹងលើថ្ងៃខែច្រើនពេកទេយាយណាអាថ្ងៃខែហ្នឹងមើលចេះមើលបើសម័យនេះគេមើល3ចង់បានប្តីបានប្រពន្ធគេមើល3ទី1គេមើលកម្រិតវប្បធម៌នៃការអប់រំមនុស្សហ្នឹងបើទទួលបានការអប់រំសមរម្យដឹងអាឡក់គ្រាន់បើនឹងចាប់ពីថ្នាក់12ទៅយើងនិយាយតែអញ្ចឹងបាក់ដប់ទី2គេមើលទៅលើការងារជាក់លាក់ណាមួយរបស់មនុស្សហ្នឹងការងារជាក់លាក់ហ្នឹងមិនសំដៅទៅលើប្រាក់ខែតិចច្រើនឲ្យតែមនុស្សហ្នឹងមានការងារត្រឹមត្រូវសុចរិតមួយជាប់នឹងខ្លួនហើយទី3គេមើលពូជពងវងតកូលបើពូជនឹងម៉ែអត់ធ្លាប់ផឹកឪអត់ធ្លាប់ផឹកម៉ែមិនលេងលបែងឪមិនលេងលបែងម៉ែឪនេះអត់ធ្លាប់ឆ្លោះទាស់ខ្វែងកំណត់កាប់ចាក់អ្នកដតីជាប់គុកជាប់ខ្នោះជាប់ច្រវាក់អាពូជម្បោនឹងវាល្អអាហ្នឹងក៏គ្រាន់បើដែរណាយាយមើលតា3ហ្នឹងទៅអាថ្ងៃខែរឿងមួយផ្សេងអាហ្នឹងយើងចេះមើលហ្នឹងអាមែនមិនឲ្យមើលទេបើនិយាយខ្លះដូចយកអារម្មណ៍ទៅដាក់ថ្ងៃខែហ្នឹងពេកហ្នឹងបានកូនមកអញ្ចឹងហ្នឹងដូចព្រះមហាមោគលានអីញោមមើលនឹងអាកូនគេល្អមកស្ដីតែដឹងមើលថ្ងៃមើលខែសាពងយៈយកមកស៊ីកូនឯងហ្មងមិនឡើងទេដល់ពេលអាមកមួយក្រោយនោះអានោះសក់ក្បាលវាហាយឡាយឡើង3ពណ៌ខាងស្វែងក្បែរតិចស្វែងពណ៌សក្បែរតិចស្ដាំពណ៌ខៀវអាកតូនលើពណ៌ខ្មៅហើយអាតិចនេះពាក់មកខាង3បតោកហើយអាខោនេះដាច់ជង្គង់ហើយដល់ពេលអាចារ្យនេះដេញពលាពងទេវតានឹងល្អអស្ចារ្យត្រូវនឹងទេពធីតាកូនស្រីខ្ញុំដាក់ចុះដោះឡើងការឲ្យកើតមាសដូចគេចាក់កើតប្រាក់ដូចគេកគ្រាន់តែមាសកប៉ាន់ដងទុំហ្នឹងអូយាយពីយាយនេះញឹមអើយកូនអញដឹងល្អហើយបានប្តីពងទេវតាកូនស្រីឯងពងទេពធីតាត្រូវគ្នាណាឡាញ់មានណាអូស៊ីដឹងអាមានណាអាចារ្យថាមានឲ្យអាតានេះថាដូចមិនស្រួលទេអញឃើញអាកូននឹងដូចមិនស្រួលទេអាវាមិនដែលប្រុសអាណាពាក់កវលមកខាង3បតោកហើយសក់ក្បាល3 4ពណ៌ហើយអាខោនេះដៃយូរអញថាដូចមិនស្រួលហេតាឯងកុំចេះអាចារ្យថាល្អណាស់ការហើយបានតែ3ថ្ងៃមិនបានរកស៊ីមាសប៉ាន់ដងទុំទេបើទៅថ្ពាល់កូនស្រីយាយនេះហើមប៉ាន់ដងហ្នឹងញោមជឿអាចារ្យជឿទៅប៉ុន្តែកុំជឿខ្លាំងពេកអាចារ្យមិនមែនអាចារ្យយើងទេអាចារ្យណានោះអាចារ្យស្រុកអាត្មាកូនស្រី3ការឲ្យមេម៉ាយទាំងអស់អាចារ្យពលាប៉ុន្មានទោសអាចារ្យពលាស្រុកមកមានមួយនឹងផងហ្នឹងគាត់ស្ដាប់ឮខឹងងាប់កូនគាត់ម៉ាយទាំង3ហើយចិត្តទៅដេញពលាអាមិនបាទកូនឯងទៅម៉ាយទាំងអស់នេះនេះហេដេញពលាគេនោះដេញបាទដល់ពេលកូនខ្លួនឯងស្រី3នាក់ម៉ាយទាំង3អញ្ចឹងបាទអាត្មាថាសម័យនេះគេអត់មើលទៅលើថ្ងៃខែហ្នឹងសកត់ធ្ងន់ខ្លាំងពេកទេគេមើលហើយវាមិនមែនមិនមានតម្លៃមិនមានប្រយោជន៍ទេមានប៉ិនគេឲ្យផ្ដោតទៅលើ3ដូចអាត្មានិយាយមិនមកកុំនិយាយអញ្ចឹងយើងនិយាយរឿងធម៌យើងនេះដោយព្រះមហាមោគលានអញ្ចឹងដោយសារស្អីបានត្រូវយកម៉ែយកឪទៅសម្លាប់ដោយសារប្រពន្ធញោមប្រពន្ធនឹងចាក់រករវិធីធ្វើម៉េចឲ្យប្តីនឹងស្អប់មានរឿងវែងឆ្ងាយមកមិនបាច់និយាយគ្រាន់ចង់បញ្ជាក់ថាកូនណាដែលបន្ទុះសារាយអគុណចំពោះមេដាបៃតារមែងដល់នៅសេចក្តីវិនាសដោយព្រះមហាមោគលានអញ្ចឹងញោមមើលសម្រេចជាព្រះអរហន្តហើយនៅតែមិនរួចខ្លួននឹងគ្រាន់តែវាយម៉ែវាយឪនឹងណារឿងវែងមកមិនគួរលើកទៀតទេធ្លាប់សម្ដែងហើយខ្សែអាត់នឹងវាយម៉ែវាយឪប៉ុណ្ណឹងត្រូវគេវាយព្រះមហាមោគលាននឹងរាប់ជាតិអាកើតជាតិណាក៏គេវាយកើតជាតិណាក៏គេវាយស្លាប់រហូតនឹងអាជាតិចុងក្រោយនឹងសម្រេចជាព្រះអរហន្តហើយនៅតែមិនរួចខ្លួនញោមចោលទាំងឡាយ500កាប់ខ្ទេចក្នុងកាពីបញ្ជាក់ថាសាច់ស្បែកសក់តសៃឆ្អឹងនឹងម៉ត់ប៉ុនចុងអង្គនឹងមានន័យថាមនុស្សយើងគេកច្រាមដល់ប៉ុនចុងអង្គមានន័យថាកច្រាមខ្ទេចទាំងអស់ញោមប៉ុន្តែព្រះមហាមោគលានព្រះអង្គញ៉ាំងអធិវុទ្ធិប្រើដេរិតគុំនៃរូបរាងកាយនោះឲ្យមានសភាពធម្មតាទៅថ្វាយអង្គមព្រះសម្មាសម្ពុទ្ធរួចចប់សពគ្រប់លាព្រះសម្មាសម្ពុទ្ធនិងអគ្គសាវកចូលកាន់ព្រះមហាបរិនិព្វានហោះវឹងសំកាំងទៅលើអាកាសចាញ់ពុកនៃក្រុនទាំងឡាយឲ្យបាក់បបខ្លោបខ្លាចលើរិទ្ធរបស់ព្រះមហាមោគលាន
7 យប់7ថ្ងៃមិនឲ្យបើកថ្ងៃ7 យប់7ថ្ងៃក៏បានឲ្យភ្លៀង7 យប់7ថ្ងៃក៏បានអស្ចារ្យណាស់រិទ្ធរបស់ព្រះមហាមុគលានតាមពិតបើលោកមិនចង់ឲ្យគេសម្លាប់ក៏សម្លាប់មិនបានប៉ុន្តែលោកប្រមើលមើលឧបនិស្ស័យនៃកម្មរបស់លោកត្រូវតែទទួលនឹងលោកមិនរត់គេចអំពីកម្លាំងនៃកម្មនឹងទេដោយសារអីដោយសារតែវាយម្ដាយវាយឪពុកចឹងណកូនចៅប្រុសស្រីទាំងអស់ត្រូវមានសតិសម្បជញ្ញៈរលឹកដឹងខ្លួនយើងថាបើមិនបានសងគុណម្ដាយឪពុកដោយកូនចៅរបស់ញោមផុនញោមស្រានថ្ងៃនេះយើងមិនបានតបគឺសេចក្តីល្អទៅកាន់គាត់សុំកំណំគ្នាបន្ទុះសារាយដាក់គាត់កុំយកសេចក្តីទុកទៅឲ្យម្ដាយឪពុករបស់យើងរមែងដល់នៅសេចក្តីវិនិច្ឆ័យអន្តរាយដោយអាត្មាធ្លាប់បញ្ជាក់ចឹងឃើញជាក់ស្ដែងនឹងភ្នែកកូនណាដែលបន្ទុះសារាយម្ដាយឪពុកវាដំតបធាក់ជេរបចោម្ដាយឪពុកកូននឹងមិនដែលចម្រើនទេញោមរស់ស៊ីក៏មិនចម្រើនបើកភ្នែកឡើងប្តីឆ្លោះប្រពន្ធឆ្លោះប្តីបោកចានបោកឆ្នាំងក្តៅកាហាយក្នុងគ្រួសាររស់សេចក្តីសុខមិនមានយើងឃើញភ្នែកចឹងអ្នកណាបានរលឹកគុណតបគុណគឺរមែងចម្រើនចឹងយើងប្រឹងចម្រើនទៅនៅសេចក្តីល្អជាមួយម្ដាយឪពុកយើងហើយកុំចាំដល់មានលុយធ្វើបន់ធំដូចកូនចៅថ្ងៃហ្នឹងញោមមិនចាំបាច់មានលុយធ្វើបន់ធំដូចថ្ងៃហ្នឹងទេព្រោះកតញ្ញូហ្នឹងព្រះលោកសម្ដែងពហុសោតលោកចែកច្រើនវាមានការលកតញ្ញូប្រកាសនកតញ្ញូនិច្ចកតញ្ញូហើយយើងធ្វើថ្ងៃហ្នឹងគេហៅថាប្រកាសនកតញ្ញូយើងដឹងគុណយើងរលឹកគុណហើយយើងបានធ្វើបន់បកោប្រកាសប្រាប់អស់ញាតិមិត្តនឹងល្អហើយប្របីហ៎ប៉ុន្តែកតញ្ញូមួយទៀតនោះគឺនិច្ចកតញ្ញូបើយើងគ្មានលទ្ធភាពលុយរាប់ពាន់រាប់ម៉ឺនយកមកចំណាយអញ្ចឹងយើងគ្រាន់តែបម្រើគាត់បាយទឹកនំចំណីត្រីសាច់ថែរក្សាផ្លូវកាយផ្លូវចិត្តគាត់ឲ្យល្អព្រឹកល្ងាចរៀងរាល់ថ្ងៃបានបុណ្យច្រើនជាងយើងធ្វើម្ដងនឹងទៀតកូនខ្លះធ្វើតែម្ដងនឹងហើយអាពេលធ្វើបុណ្យនឹងអាចារ្យឲ្យថ្វាយអង្គមឲ្យសែងម៉ែឲ្យងូតទឹកឲ្យថ្វាយអង្គមឡើងទុនបើឲ្យកម្មាទោសវ៉ាន់ទាឲ្យសម្ដីឡើងព្រោះដល់ចប់កម្មវិធីបុណ្យជេរម៉ែដល់មកចំភូមិដល់ដើមភូមិអាកូនខ្លះនោះយីហ្នឹងចឹងវាមិនស្មើមិនសូវចម្រើនគុណដូចយើងថែគាត់រាល់ថ្ងៃទេហើយយើងបាយទឹកនំចំណីត្រីសាច់ឈឺជាក្តៅរងាមើលគាត់ព្រឹកល្ងាចរាល់ថ្ងៃទេអាហ្នឹងបាបប្របីបើថាអញ្ចឹងមិនមែនយើងធ្វើបន់ថ្ងៃហ្នឹងអត់ប្រសើរទេប្រសើរណាស់យើងថែគាត់រាល់ថ្ងៃហើយយើងមានធនធានមានពេលវេលាយើងរួមគ្នាធ្វើបន់ឲ្យគាត់ដូចថ្ងៃតាំងទៀតរឹតតែប្របីព្រោះយាយទាំងអស់ហ្នឹងចង់បានថ្ងៃហ្នឹងដូចគ្នាហ្នឹងណាយាយណាយាយខ្លះឃើញគេសែងយាយផុនថ្ងៃមិញហ្នឹងប្រទះសិនលោកស្រោចទឹកហ្នឹងយាយខ្លះឈរក្បែរគេហ្នឹងមើលយាយផុនហ្នឹងហូរទឹកភ្នែកមកនឹកឃើញអញកាលបានដូចយាយផុនទេហ្នឹងហើយកូនគេសែងគេងូតទឹកគេដោះសាប៊ូលុចហ្នឹងគេបាញ់ទឹកអប់គេសិតសក់ឲ្យទៀតនោះថ្ងៃមិញហ្នឹងមែនទេយាយផុនហ្នឹងហើយអូយាយពីអញញឹមសប្បាយចិត្តតាមស៊ុំតាន់បានបាយម៉ាត់ចូលពោះទេហ្នឹងហើយនៅអង្គុយញឹមមួយថ្ងៃហ្នឹងឆ្អែតនឹងការបំពេញសេចក្តីល្អរបស់កូននឹងយាយខ្លះមកឃើញគាត់សប្បាយចិត្តណាប៉ាន់កុំសប្បាយចិត្តភ្លេចណាយាយខ្លះភ្លេចខ្លួនចេះអង្គុយញឹមស្មានណាគេថ្វាយអង្គមគេសែងគេងូតទឹកឲ្យរាល់ថ្ងៃមានយាយមួយច្រឡំហើយតាបាទម៉ោងមួយគេធ្វើបន់មើលជនអញ្ចឹងគេសែងគាត់ស្រោចទឹកគេវាន់ទាគេថ្វាយអង្គមដល់ស្អែកឡើងចាប់បន់គាត់ទៅដាស់កូនពៅអាពៅងើបហើយថៃម៉ែថៃអាម៉េចឯងមិនមើលម៉ោង1ហើយចាំម៉ោង1វាថៃម៉ែថៃអាម៉េចកូនហើយឯងវាន់ទាមួយអាចារ្យសច្ចាមួយអញសិលមិញថាឯងមើលអញថែអញសុំកម្មាទោសតទៅសុំមើលម៉ែសុំថែម៉ែហើយចុះឥឡូវដល់ម៉ោង1ហើយម៉ោង1ម្សិលមិញហើយសែងអញងូតទឹកឥឡូវម៉ោង1ដល់ពេលហើយកូនសែងអញទៅទៀតគេសែងតែម្ដងហ្នឹងឯតាពីងក្រោយផ្ទះម៉ែមិនទៅងូតអាណាគេសែងរាល់ថ្ងៃអាណាគេងូតឲ្យរាល់ថ្ងៃគេងូតឲ្យតែម្ដងអញ្ចឹងយាយផុនកុំច្រឡំហ្នឹងខ្ញុំផុនណាតែស្អែកឡើងទៅហៅកូនដាក់កូនមកសែងទៀតអត់ទេគេសែងយើងបានម្ដងហ្នឹងទេហើយគេងូតឲ្យហ្នឹងក៏បានម្ដងហ្នឹងដែរអញ្ចឹងមកអាត្មាចេះបញ្ជាក់ថាកូនយើងកាលយើងងូតទឹកឲ្យគេតាំងពីមកផ្ដិលចូលខ្លួនហើយណងូតរហូតតែគៀនទេហើយរែកទឹកឲ្យពេញពីងងូតឯងតាំងពីមកផ្ដិលចូលខ្លួនរហូតដល់ធំកំងកំឡោះនៅងូតឲ្យដល់ពេលវាងូតដល់ឯងវិញងូតកដាលវាលនឹងដាក់មេក្រូប្រកាសហៅឲ្យគេមកមើលទៀតណាកូនខ្លះនឹងថតទុកមើលទៀតតែកូនបានងូតទឹកឲ្យម៉ែហ្នឹងហើយដល់ពេលងូតចប់ថ្ងៃហ្នឹងទៅផុតពីថ្ងៃហ្នឹងទៅយាយកុំច្រឡំពីងទឹកនៅណាដើរទៅហ្នឹងតាពាំងនៅណាដើរទៅហ្នឹងហ្នឹងអញ្ចឹងខ្ញុំផុនកុំច្រឡំណាខ្ញុំណាអាត្មាពងរោធស្អីទេសត្រូវបនញោមកុំឲ្យវាខុសហើយឲ្យវាប្លែកពីកម្មវិធីញោមព្រោះអាត្មាបើយកអភិធម្មឬយកធម៌អីមកទេសផ្សេងហ្នឹងញោមច្រើនទៅសនំពោថាវាមិនត្រូវរឿងគាត់ណាចឹងទៅผมដឹងថាទេសស្អីឲ្យត្រូវសាច់រឿងនៅក្នុងបនញោមនឹងយូររកគោលធម៌តសេមិនឃើញព្រោះញោមធ្វើ
បនតាដែរដូចអាគ្នាហ្នឹងចឹងយើងត្រូវចម្រើនទៅនៅសេចក្តីល្អចំពោះម្ដាយឪពុកហ្នឹងរមែងដល់ព្រមនៅសេចក្តីចម្រើនគឺចម្រើនធម៌ទាំងឡាយ3កូនណាដែលដឹងគុណរលឹកគុណណាគឺចម្រើនទៅនៅសច្ចៈខន្តីកតញ្ញូដូចអាត្មាធ្លាប់បញ្ជាក់ចឹងហើយដូចអាត្មាលើកខាងដើមបំបញ្ញមិញថាម្ដាយឪពុកនឹងដែលទៅជាព្រះព្រំដែលទៅជាទេវតាសម្រាប់យើងគឺម្ដាយឪពុកនឹងតែងមានធម៌13លើយើងគឺចិញ្ចឹមយើងដោយបច្ច័យ4សង្គ្រោះយើងដោយសង្ឃហធម៌5ក្របសង្កត់យើងដោយព្រហ្មវិហារធម៌4ចឹងកូនទាំងឡាយដែលទៅជាអតិជាតិបុត្រនិងអនុជាតិបុត្រទៅកើតវាតលមាន13លើម្ដាយឪពុកដូចគ្នាម៉ែឪចិញ្ចឹមយើងដោយបច្ច័យ4យើងត្រូវចិញ្ចឹមគាត់ដោយបច្ច័យទាំងឡាយ4ម្ដាយឪពុកសង្គ្រោះយើងដោយសង្ឃហធម៌5យើងក៏ត្រូវសង្គ្រោះគាត់ដោយសង្ឃហធម៌5ហើយម្ដាយឪពុកលោកក្របសង្កត់ដោយព្រហ្មវិហារធម៌4លើយើងក៏ត្រូវតែសងគាត់ដោយធម៌ទាំងឡាយ4វាខុសគ្នាគ្រាន់តែធម៌4នៅព្រហ្មវិហារធម៌4ហ្នឹងវាមានលក្ខណៈខុសគ្នាត្រង់ថាព្រហ្មវិហារធម៌ផ្សេងហើយអាធម៌ដែលយើងយកទៅសងគាត់ផ្សេងនឹងគឺសទ្ធាសីលៈចក្របញ្ញាដែលអាត្មាសាសំដែងឲ្យញាតិញោមបានស្ដាប់ថាបើម្ដាយមិនតាន់មានសទ្ធាកូនល្អគេនាំម្ដាយឲ្យមានសទ្ធាជឿបុណ្យជឿបាបបើម្ដាយមិនតាន់មានចក្រកូនល្អគឺតែញ៉ាំងមេដាបៃតាឲ្យដល់ព្រមនៅការលះបើម្ដាយមិនតាន់មានសិលកូនល្អតែញ៉ាំងម្ដាយឪពុកឲ្យដល់ព្រមនៅសិក្ខាបទនឹងបើម្ដាយមិនតាន់មានបញ្ញាសមាទិដ្ឋិកូនល្អតែញ៉ាំងមេដានិងបៃតាឲ្យយល់ត្រូវមានសមាទិដ្ឋិឲ្យលះទៅនៅមិច្ឆាទិដ្ឋិសស្សតទិដ្ឋិនិងអុចេតទិដ្ឋិនឹងគឺជាកូនដ៏ល្អប្រសើរដែលបានចិញ្ចឹមទំនុកម្រងម្ដាយឪពុកដោយបច្ច័យទាំងឡាយ4និងសង្គ្រោះម្ដាយឪពុកដោយសង្ឃហធម៌5និងសងមេដាបៃតាដោយធម៌ទាំងឡាយ4ចឹងកាលណាយើងដល់ព្រមនៅការគោរពគុណនិងការដឹងគុណរមែងដល់ព្រមនៅសេចក្តីសុខនិងសេចក្តីចម្រើននៅក្នុងលោកទាំងពីរទាំងក្នុងលោកនេះនិងលោកខាងមុខព្រោះព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាម៉េចមេតាបិតុឧបដ្ឋានងពុទ្ធតិរសសង្ឃហោអនាកលាចកម្មន្តៈអេតាមង្គកលមុតមង្គបុគ្គលដែលបានបំរើទៅនៅកិរិយានៃការបំរើទៅនៅមេដាមួយកិរិយាបំរើទៅនៅបៃតាមួយកិរិយាសង្គ្រោះបុត្រនិងភរិយាមួយជាមង្គលដ៏ឧត្តមអាយុវត្តកោរមែងចម្រើនទៅនៅអាយុធនវត្តកោរមែងចម្រើននៅទ្រព្យយសវត្តកោរមែងចម្រើននៅយសបលវត្តកោរមែងចម្រើននៅកម្លាំងជាដើមអញ្ចឹងបុគ្គលណាដែលបានបំរើទៅនៅមេដានិងបៃតាជាមង្គលដ៏ឧត្តមរមែងចម្រើនទៅនៅយសរមែងចម្រើនទៅនៅសុខរមែងចម្រើនទៅនៅអាយុនិងវ័យវុទ្ធោក៏ចម្រើនធនវុទ្ធោក៏ចម្រើនយសវុទ្ធោក៏ចម្រើនញាតិវុទ្ធោក៏ចម្រើនសុខវុទ្ធោក៏ចម្រើនអរោគ្យវុទ្ធោក៏រមែងចម្រើនការមិនមានរោគក៏រមែងប្រកបចំពោះកូនទាំងឡាយដែលបម្រើមេដាបៃតាយសទាំងឡាយក៏រមែងចម្រើនចំពោះកូនដែលបម្រើមេដាបៃតាទ្រព្យទាំងឡាយក៏រមែងចម្រើនចំពោះកូនដែលគោរពបម្រើមេដាបៃតាសេចក្តីសុខនិងញាតិទាំងឡាយក៏រមែងចម្រើនដល់កូនដែលគោរពបម្រើមេដាបៃតាហើយពិតញោមពិតមិនចាំបាច់ជាតិមុខជាតិក្រោយទេយើងមើលជាតិនឹងឲ្យតកូនណាចេះដឹងគុណរលឹកគុណម៉ែឪបម្រើម្ដាយឪពុកនឹងគឺអ្នកដតីគេស្រឡាញ់គេចូលចិត្តមនុស្សហ្នឹងដឹងខុសដឹងត្រូវស្គាល់ម្ដាយស្គាល់ឪពុកស្គាល់ចាស់ស្គាល់ទុំនឹងមិនថាបុរសឬស្ត្រីទេគឺគេស្រឡាញ់គេចូលចិត្តគេអាណិតគេចង់ក្បែរគេថែរក្សាគ្រប់គ្នាដោយអំណាចនៃពូជគឺសេចក្តីល្អរបស់កូនដែលបានសាបព្រោះទៅលើម្ដាយលើឪពុកចឹងណប៉ុណ្ណឹងបានហើយណយាយចប់មិនទេទៀតទេក៏ញៀវមកច្រើនហើយទេក៏ស្ដាប់មិនបានមើលនាឡិកាមិញម៉ោងម៉ានហើយនាឡិកាមកបាត់អត់ឃើញទៀតម៉ោង 5-4 នាទីមិញយើងទេម៉ោងម៉ានមិញចប់ហើយណាញោមបាច់ទេទៀតទេចប់ហើយនឹងញៀវមកច្រើនណាស់ហើយប៉ុននៅស្រុកនេះញៀវច្រើនណាញោមណាណចឹងណែចប់ហើយនឹងញាតិញោមចាំជួបគ្នាថ្ងៃក្រោយទៀតចុះបានបុណ្យបានកុសលចម្រើនទៅតាមឧបនិស្ស័យជ្រះថ្លារៀងខ្លួនហើយខំប្រឹងចម្រើនទៅនៅគុណធម៌គឺសេចក្តីល្អក្នុងចិត្តព្រោះដំណើរជីវិតរបស់យើងគ្រប់គ្នាមិនវែងទេខ្លីណាស់ក៏ខ្លីដូចអាធ្លាប់បញ្ជាក់អញ្ចឹងយប់ហើយនៅថ្ងៃនេះលឿនណាស់ហើយបើចម្រើនបជនវិញញោមស្រាន់នៃញោមផុនហ្នឹងមិនបាច់កូនគេធ្វើចម្រើនបជនឲ្យក៏វាដឹងថាអាយុហ្នឹងវាឡើងហើយញោមផុនឥឡូវប៉ុន្មានហើយ83ចឹង83មិនបាច់ធ្វើចម្រើនបជនយក83ទៀតអីវាដឹងថាឆ្នាំហ្នឹង83ផុតឆ្នាំហ្នឹងឡើង84ណាបាច់ប្រឹងមុនលោកមកស្រោចទឹកអាហ្នឹងវាឡើងមកអាយុហ្នឹងតែផុតមួយឆ្នាំដល់ឡើងរហូតឡើងអូតូចឹងអាយុវាដឹងតែឡើង
ប៉ុន្តែអ្វីដែលយើងពិបាកក្នុងការចម្រើនគឺគុណធម៌របស់មនុស្សនេះអាហ្នឹងដែលយើងត្រូវខំប្រឹងព្យាយាមចម្រើនណាញោមផុនហ្នឹងអាយុហ្នឹងមិនបាច់ធ្វើបន់ក៏វាដឹងឲ្យឡើងដែរប៉ុន្តែអ្វីដែលវាពិបាកចម្រើនគឺគុណធម៌នឹងត្រូវខំប្រឹងចម្រើនទៅលើគុណធម៌គឺសេចក្តីល្អទាំងអស់គ្នាវ័យវុទ្ធោការចម្រើនទៅនៅវ័យទៅបានបើតតែយើងដល់ព្រមនៅការគោរពមនុស្សណាខ្វះទៅនៅការគោរពនិងខ្វះទៅនៅគុណធម៌សីលធម៌សុជីវធម៌ចរិយាធម៌មនុស្សធម៌ធម៌ជាមនុស្សមិនមានក្នុងខ្លួនបុគ្គលនឹងរមែងអត់ចម្រើនទៅនៅអាយុទេវាតតែយើងដល់ព្រមនៅការគោរពហើយយើងប្រព្រឹត្តទៅនៅសេចក្តីល្អក្នុងខ្លួនប្រាសចាកទៅនៅអបាយមុខស្រីស្រាបៀបនដូរតន្ត្រីផឹកស៊ីជួបជុំនឹងច្រើនយើងដឹងតែអាយុវែងហើយនឹងអាសាធុឲ្យព្រមគ្នាឲ្យលើមួយចប់ធម៌ទេសនាយើងខ្សែអាចបនយើងយកត្រឹមប៉ុណ្្នឹងបានណាអនុមោទនា